ហើយនេះគឺជាការងារដែលខ្ញុំមកតម្លើងបច្ចេកទេសហើយនឹងកាមេរ៉ានិងប្រព័ន្ធភ្លើងមួយចំនួនជូនម្ចាស់ផ្ទះហើយខាងធ្វើឲ្យមានកំណើនយឺតឬក៏បញ្ហាពាក់ព័ន្ធនឹងបច្ចេកទេសអត់កើនសត្វអីចឹងទៅបាទឥឡូវយើងចាប់ផ្ដើមផ្សាយបើកសម្លេងថ្ងៃហ្នឹងហើយសូមឲ្យម្ចាស់ផ្ទះហេងទាំងអស់គ្នាបាទនោះមានតែប៉ុណ្្នឹងយើងរួចរាល់ហើយចាំតែរយៈពេលប្រហែលខែចុងក្រោយទៀតយើងចុះមកផលិតមួយសាទៀតបាទហេងបាទហើយនេះគឺជាសកម្មភាពនៃការខ្ញុំបានទៅរៀបចំតឡាងបច្ចេកទេសហើយនឹងតឡាងកាមេរ៉ានិងប្រព័ន្ធភ្លើងមួយចំនួនបាទមួយរយៈនេះដោយបញ្ហាមួយចំនួនអត់បានចេញវីដេអូចែកម្លែកដល់បងប្អូនទេហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្ថែមទៀតដល់បងប្អូនដើម្បីបានទេសនាការចែកម្លែកចំណេះដឹងផ្សេងៗអីចឹងទៅប៉ុន្តែមួយរយៈនេះដោយសារយើងចូលរវល់ការងារច្រើនហើយក៏អត់បានកាត់វីដេអូចែកម្លែកដល់បងប្អូនច្រើនដែរប៉ុន្តែវីដេអូមានច្រើនខ្ញុំនឹងព្យាយាមកាត់យកចែកម្លែកដល់បងប្អូនបន្ថែមទៀតបាទហើយនេះគឺជាការងារដែលខ្ញុំមកតម្លើងបច្ចេកទេសហើយនឹងកាមេរ៉ានិងប្រព័ន្ធភ្លើងមួយចំនួនជូនម្ចាស់ផ្ទះនៅខាងបាត់ដំបងផ្ទះនេះយើងបើកដំណើរការដូចជាបាន10ថ្ងៃជាងហើយបន្ទាប់ពីយើងមកតម្លើងបច្ចេកទេសហើយនឹងបើកសំឡេងនឹងប៉ុន្តែដូចជំរាបបងប្អូននឹងទើបតែបានកាត់វីដេអូនឹងយើងបានមកសម្រាប់នៅនឹងគឺមកពិនិត្យបច្ចេកទេសឲ្យលម្អិតមុននឹងយើងចាប់ផ្ដើមបើកសំឡេងនឹងហើយនោះទេសភាពនៅនឹងព្រលឹមឡើងគឺល្អមែនតើហើយគឺជាទីតាំងល្អដែរផងដែរនៅខាងបាត់ដំបងហ្នឹងគឺសត្វច្រើនហើយវាទីតាំងដែលសម្បូរចំណីហើយជាកម្មក៏ច្រើនអញ្ចឹងវាសំខាន់បច្ចេកទេសឲ្យតែយើងរៀបចំត្រូវទៅវាទៅមុខហើយពាក់ព័ន្ធនឹងការងារបច្ចេកទេសមួយចំនួនការ set timer ការ set ម៉ោងប្រើប្រាស់សំឡេងឬក៏ពាក់ព័ន្ធនឹងបញ្ហាបជាផ្សេងៗគឺខ្ញុំបានរៀបចំ set ហើយនឹងពិនិត្យយ៉ាងហ្មត់ចត់មែនទែនមុនយើងបើកដំណើរការហើយផ្ទះនេះផងដែរគឺជាមួយនឹងប្រព័ន្ធបជាដែលបិទបើកពីចម្ងាយបានប្រើ Wi-Fi ហើយប្រព័ន្ធភ្លើងទាំងអស់គឺយើងអាចបិទបើកពីចម្ងាយបានហើយមួយវិញទៀតយើងប្រើបជាពពួក voltage ដើម្បីការពារសម្ភារៈនៅក្នុងផ្ទះរបស់យើងកុំឲ្យវាមានដាច់មានន័យថាជួយការពារសម្ភារៈរបស់យើងបានល្អមែនទែនបាទឥឡូវយើងបើមកពិនិត្យខាងក្នុងផ្ទះយើងពិនិត្យស្ដាប់សំឡេងតាម3ជាន់តែវាឮស្មើអត់ប្រមិតម៉ាស៊ីនសំណើមពិនិត្យបច្ចេកទេសផ្សេងៗនៅក្នុងផ្ទះគឺយើងដើរពិនិត្យយ៉ាងហ្មត់ចត់មុននឹងយើងបើកដំណើរការបាទយើងប្រកាសថាកុំឲ្យមានបញ្ហានៅពេលដែលបើកសំឡេងព្រោះផ្ទះជាកម្មមួយវាជៀសមិនផុតពីបញ្ហាទេគ្រាន់តែថាដូចខ្ញុំជម្រាបបងប្អូនថាជួបបញ្ហាយើងចេះដោះជួបមួយយើងដោះមួយចឹងទៅបាទនេះគឺជាវីដេអូដែលម្ចាស់ផ្ទះគាត់ថតមកបន្ទាប់ពីយើងបើកសំឡេងបានរយៈពេលប្រហែលជា5ថ្ងៃហើយម្ចាស់ផ្ទះគាត់ផ្ញើឲ្យខ្ញុំចឹងទៅបាទព្រោះថាផ្ទះជាកម្មវាមិនដំណើរការរលូនស្រួលទេបើយើងអត់ដឹងអញ្ចឹងយើងត្រូវការមានពេលយើងត្រូវការតាមដានយើងត្រូវការឆែកលម្អិតច្បាស់លាស់ណាស់យើងលម្អិតប៉ុណ្ណឹងផងនៅតែចន្លោះប្រហោងចុះតម្រាំតែអ្នកអត់សូវគាត់អត់មានបទពិសោធន៍អត់មានអីវាអាចធ្វើឲ្យមានកំណើនយឺតឬក៏បញ្ហាពាក់ព័ន្ធនឹងបច្ចេកទេសអត់កើនសត្វអីចឹងទៅបាទនេះបន្ទាប់ពីខ្ញុំបើកដំណើរការបានប្រហែលរយៈពេល5ថ្ងៃទៅ1អាទិត្យឃើញថាវាជាសញ្ញាល្អមែនទែនប៉ុណ្ណេះយើងចាត់ទុកថាវាទៅមុខហើយបាទហើយសូមបងប្អូនតាមដានតទៅមុខទៀតជាមួយរយៈពេល3 ទៅ 4 ខែខ្ញុំនឹងចូលទៅឆែកផ្ទះនៅខាងបាត់ដំបងហ្នឹងបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនចង់ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការសាងសង់អីផ្សេងៗមកអាចខមមិននៅខាងក្រោមឬក៏តាក់ទងតាមលេខទូរស័ព្ទបាទអរគុណ